Apple គឺជាក្រុមហ៊ុនមួយដែលកើតឡើងដោយបរិសុទ្ធ3នាក់ទី1គឺ Steve Jobs ទី2គឺ Steve Wozniak និងទី3 Ronald Wayne ល្បីដំបូងគេបំផុតហ្នឹងគឺ Macintosh ឬយើងហៅកាត់ខ្លីថា Mac ចំណុចខ្លាំងមួយទៀតហ្នឹងគឺ Steve Jobs ជាមនុស្សម្នាក់តែងតែបង្កើតអីថ្មីព្រោះផលិតផលរបស់គាត់ហ្នឹងគឺមានភាព unique មែនតើ Steve Jobs គឺជាមនុស្សម្នាក់ដែលមិនមាននឹងពេញចិត្តអីមួយទេដឹងថា Steve Jobs ជាស្ថាបនិកដ៏សំខាន់មួយរបស់ Apple ដែរគាត់ក៏ត្រូវបានគេបណ្ដេញចេញ Steve Jobs តបពីចាក់ចេញពី Apple គាត់មិនជួបតំណែងគាត់ក៏បានទៅបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថាគឺរឿងមួយដែលធ្វើឲ្យ Steve Jobs ទៅបានប្រាក់ចំណេញច្រើនហើយខ្លាចជាគេថា millionaire ហ្នឹងគឺការទិញយកក្រុមហ៊ុនទីផ្សារផលិតផលមួយដែលធ្វើឲ្យរង្គើទីផ្សារពិភពលោកនោះគឺការចេញទូរស័ព្ទដៃ iPhone សួស្តីអ្នកនាងខ្ញុំបាទតារាខ្ញុំសំណាងថ្ងៃនេះពួកយើងនឹងលើកឡើងនៅប្រធានបទថ្មីមួយទៀតតាក់ទងជាមួយនឹងក្រុមហ៊ុនផ្លែប៉ោមឬក៏យើងស្គាល់ថា Apple ដែលជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតមួយនៅលើពិភពលោកហើយថ្ងៃនេះយើងមានសំណាងដែលអ្នកដែលស្រាវជ្រាវអត្ថបទតាក់ទងជាមួយក្រុមហ៊ុន Apple នេះគឺគាត់នឹងលើកឡើងមកនិយាយពីប្រវត្តិឬក៏ដើមតងអ្នកដែលបង្កើតស្ថាបនិកអីហ្នឹងដើម្បីចែកជូនអ្នកនរគ្នាតោះយើងទៅស្ដាប់សំណាងរបស់សាយអ្នកនរគ្នាតោះសំណាងអូខេសួស្តីពីអ្នកនរគ្នាថ្ងៃហ្នឹងយើងលើកយកអំពីក្រុមហ៊ុនដ៏ល្បីមួយលើលោកនោះគឺ Apple យើងដឹងហើយថា Apple គឺជាក្រុមហ៊ុនដ៏ធំមួយលើពិភពលោកដែលផលិតផលរបស់ Apple គឺជាទីពេញនិយមរបស់ប្រជាជននៅលើសកលលោកតែម្ដងហើយ Apple នេះផងដែរគឺជាក្រុមហ៊ុនមួយដែលអាចនិយាយបានថាជាក្រុមហ៊ុនយក្សតែម្ដងហ្នឹងហើយនិយាយទៅតើតង់ជាមួយនឹងក្រុមហ៊ុន Apple នេះរយៈពេលខ្ទង់20ឆ្នាំចុងក្រោយនេះនរណាក៏ធ្លាប់ឮក្រុមហ៊ុន Apple ដែរនិយាយទៅសឹងតែគ្រប់មនុស្សឲ្យដែលបានប្រើផលិតផលរបស់ Apple នេះសំណាងតាក់ទងជាមួយនឹងក្រុមហ៊ុន Apple ដែលបង្កើតនៅខ្លាចជាក្រុមហ៊ុនយក្សនៅលើពិភពលោកតើនរណាជាអ្នកបង្កើតហើយបង្កើតនៅក្នុងឆ្នាំណាដែរអ្នកខ្លះក៏គេដឹងដែរតែយើងចង់រំលឹកឲ្យអ្នកគ្រប់គ្រងយើងបានដឹងអញ្ចឹងណាអូខេសម្រាប់យើងអាចត្រឡប់ទៅកាន់ពេលវេលាថយក្រោយទៅវិញយើងនិយាយអំពីប្រវត្តិរបស់ Apple គឺជាក្រុមហ៊ុនមួយដែលត្រូវបានបង្កើតឡើងដោយបរិសុទ្ធ3នាក់ទី1គឺ Steve Jobs ទី2គឺ Steve Wozniak និងទី3 Ronald Wayne ប៉ុន្តែ Ronald Wayne ហ្នឹងគាត់ចូលបានតែរយៈពេលខ្លីក៏បានចេញពីក្រុមហ៊ុន Apple វិញដែលដំបូងឡើយគឺមានឈ្មោះថា Apple Company ហ្នឹងហើយសំណាងតាក់ទងជាមួយនឹងស្ថាបនិកដែលបង្កើតក្រុមហ៊ុន Apple នេះភាគច្រើនបងប្អូនយើងគឺធ្លាប់ឮតែ Steve Jobs ទេចុះពីអ្នកទៀតហេតុអីបានជាមិនសូវឮឬក៏យ៉ាងម៉េចដែរសំណាងសម្រាប់ Steve Wozniak គាត់ជាអ្នកដែលល្បីខ្លាំងដោយសារគាត់មានការរចនាកុំព្យូទ័រច្រើនប៉ុន្តែ Ronald Wayne គាត់ចូលធ្វើការក្នុងការ start up Apple ហ្នឹងបានតែដូច11ថ្ងៃទេគាត់ចេញវិញ11ថ្ងៃទេហ្នឹងហើយហេតុផលអីដែលបានគាត់ចាក់ចេញវិញវាអាចមានហេតុផលតខ្លួននេះមួយចំនួនទៅបានគាត់ចេញវិញអញ្ចឹងបានយើងអត់សូវឮឈ្មោះគាត់នៅក្នុង Apple យើងដឹងតែភាគច្រើនមនុស្សស្គាល់ថា Apple គឺអ្នកស្គាល់ Apple គឺ Steve Jobs តែម្ដងតែស្ថាបនិកពីរអ្នកផ្សេងទៀតគឺមិនសូវជាអ្នកគេបានឮទេប៉ុន្តែពួកគាត់ក៏ជាចំណុចសំខាន់ដែរដែលធ្វើឲ្យ Apple ដំណើរការដល់សប្តាហ៍ចំណុចសំខាន់ដោយ Steve Wozniak គាត់គឺជាអ្នកដែលផ្ដួចផ្ដើមជាមួយ Steve Jobs តែម្ដងដោយសារ Steve Wozniak ហ្នឹងគាត់បកកែខាងផ្នែក program ហើយនឹងផ្នែកគ្រឿងអេឡិចត្រូនិកអញ្ចឹងណាហើយ Steve Jobs គឺគាត់បកកែ design និងបកកែ look សំណាងតាក់ទងជាមួយនឹងដើមកំណើតរបស់ Apple នេះយើងចង់ដឹងតើក្រុមហ៊ុន Apple គាត់មានដើមទុនពីណាគាត់បានលុយពីណាឬក៏គូសាពួកគាត់សិតតែជាអ្នកមានមិនឬក៏បានគេគាត់មានលុយបង្កើតក្រុមហ៊ុនរបស់ខ្លាចជាក្រុមហ៊ុន$1 trillionមែនទេអូខេក៏ប៉ុន្តែ Apple មិនមែនជាក្រុមហ៊ុនដែលកើតឡើងមកធំទេដំបូងឡើយស្ថាបនិកហ្នឹងគឺគាត់នៅធ្វើការឯធម្មតាអញ្ចឹងប៉ុន្តែគាត់បែកកំណត់មួយគឺគាត់គិតថាបើសិនបើគាត់អាចបង្កើតម៉ាស៊ីនគេហៅពេលហ្នឹងគេហៅ motherboard ហ្នឹងមិនមែនដូច laptop យើងបច្ចុប្បន្ននេះគឺម៉ាស៊ីនកុំព្យូទ័រម៉ាស៊ីនរបៀបថាមានដូចយើងឃើញស៊េរីចាស់ជំនាន់ចាស់ហ្នឹងហើយទួយពេលបង្កើតដំបូងហ្នឹងឆ្នាំ1976យូរមែនតើហើយដល់ពេលហ្នឹង Steve Jobs Steve Wozniak ហ្នឹងគឺគាត់បានបង្កើតឡើងដំបូងនៅក្នុងរោងជាងដាក់ឡានរបស់ពួកគាត់ទេនៅតំបន់មួយដែលល្បីល្បាញដល់សប្តាហ៍ថ្ងៃហ្នឹងគឺ Silicon Valley ហ្នឹងហើយសំណាងយើងអ្នកនរគ្នាប្រហែលជាធ្លាប់បានតាមដានមហាស្ថិយឬក៏ក្រុមហ៊ុនយក្សមួយចំនួននៅលើពិភពលោកហើយភាគច្រើនខ្ញុំក៏តម្កល់ឃើញថាក្រុមហ៊ុនភាគច្រើនគឺការចេញពីកន្លែងក្រាស់ឡានចោយផ្ទះឬក៏បន្ទប់ជួលឬក៏អីចឹងនេះសុទ្ធសឹងតែជារឿងប្រវត្តិពិតឬក៏គាត់តែជាទៅលើកឲ្យតែប្រុសស្ដាប់ឲ្យតែគ្រប់គ្រងខាងក្រុមហ៊ុននេះគេផ្ដើមពីបាត់អីទៅទេឬក៏យ៉ាងម៉េចដែរសំណាងអាហ្នឹងវាជារឿងប្រវត្តិពិតដោយសារតែពេលខ្លះក្នុងអាជីវកម្មវាមិនប្រកាសថាត្រូវតែមានដើមទុនទាំងដុលច្រើនហ្មងទេ
សំខាន់គំរូអាជីវកម្មរបស់គាត់ហ្នឹងជាទីពេញនិយមរបស់គេទៅអត់ឧទាហរណ៍ថាផលិតផលរបស់គាត់ហ្នឹងគេពេញនិយមប្រើអត់ហើយវានឹងរីកចម្រើនបែបណាអញ្ចឹងណាសូម្បីតាក្រុមហ៊ុន Samsung ពីដំបូងឡើយបើតូបលក់ចាក់ហួយនិងលក់ត្រីលក់អីហ្នឹងយើងមាននឹកស្មានថា Samsung ខ្លាចជាអាជីវកម្មលំដាប់ពិភពលោកដូចបច្ចុប្បន្នទេហើយអញ្ចឹងយើងក៏អត់នឹកស្មានថា Apple ចេញពីរោងជាងរោងដាក់ឡានរបស់គ្រួសារកម្មករមិននេះហើយមកវិវត្តខ្លាចទៅជាក្រុមហ៊ុនលំដាប់ពិភពលោកដូចបច្ចុប្បន្នទេនេះសង្កតែជាគេថាក្បាលមិនសិតតែមានទស្សនៈខ្ពស់ឬក៏ការខិតខំប្រឹងប្រែងខ្លាំងមែនទែនសំណាក់តកតងជាមួយនឹងផលិតផលដំបូងរបស់ Apple តើជាអ្វីដែរផលិតផលរបស់ Apple ដំបូងហ្នឹងធ្វើប្រភេទគេហៅ motherboard លក់មានថា motherboard ហ្នឹងសំដៅលើម៉ាស៊ីនកុំព្យូទ័រដំបូងប៉ុន្តែសម្រាប់តែអ្នកដែលគេយល់ដឹងពីកុំព្យូទ័រហើយមិនមែនជាកុំព្យូទ័រដែលយើងប្រើបច្ចុប្បន្នទេហើយមួយចំនួនទៀត Steve Jobs ហ្នឹងក៏បាន design នៅអាហ្នឹងគេហៅស្អីគេ chip នេះដែរលោកដែរពេលហ្នឹងដែលធ្វើឲ្យគាត់ចាប់ផ្ដើមទទួលបានផលកម្រៃហើយគាត់គិតថានឹងបរិយា Apple ហ្នឹងទៅជាក្រុមហ៊ុនដែលផលិតកុំព្យូទ័រតែម្ដងសំណាងបើសិនជាអ្នកគាំទ្រយើងបានតាមដានបន្តិចប្រហែលជាដឹងហើយតែប៉ិតយើងរងថ្ងៃ Apple យើងល្បីខ្លាំងមែនទែនគឺតកតងនឹង iPhone ឬក៏គេហៅទូរស័ព្ទ smartphone នេះប៉ុន្តែតាមប៉ិតទៅដើមកំណើតរបស់ Apple ដំបូងឡើយគឺគាត់ផ្ដោតសំខាន់ទៅលើកុំព្យូទ័រទេត្រូវទេកុំព្យូទ័របាទតើ model កុំព្យូទ័រដំបូងគេហ្នឹងជា model អីដែរហើយវាមានរូបរាងឬក៏វាដំណើរការយ៉ាងម៉េចដែរសំណាងអូខេបើនិយាយពីកុំព្យូទ័រដែលល្បីដំបូងគេ import ហ្នឹងគឺ Macintosh ឬយើងហៅកាត់ខ្លីថា Mac yes នេះជាដើមកំណើតឈ្មោះ Mac ហ្នឹងហើយ Macintosh ហ្នឹងហើយពេលហ្នឹងSteve Wozniak គាត់ design កុំព្យូទ័រផ្សេងរបស់គាត់ហើយប៉ុន្តែពេលហ្នឹង Steve Jobs គាត់និយាយថាគាត់ចង់បង្កើតកុំព្យូទ័រមួយដោយការច្នៃប្រឌិតរបស់គាត់ហ្នឹងណាគាត់ក៏បានបង្កើត Macintosh ហ្នឹងហើយខ្លះជាកុំព្យូទ័រមួយដែលល្បីខ្លាំងមែនទែនក្នុងសម័យហ្នឹងគឺ Macintosh ហ្នឹងហើយដែលនាំប្រាក់ចំណេញមកកាន់ Apple ដែលធ្វើឲ្យ Steve Jobs និង Steve Wozniak ហ្នឹងមានលទ្ធភាពក្នុងការនាំយក Apple ទៅលើផ្សារហ៊ុនសំណាងតកតងជាមួយនឹងក្រុមហ៊ុន Apple ដែលបង្កើតពីតូចតាច់មែនទែនហើយមានក្បាលមិនសិនតែ2 3នាក់ហើយ3នាក់ប៉ុន្តែម្នាក់ទៀតក៏ចាក់ចេញទៅទៀតសល់តែ2នាក់ទេគាត់មានយុទ្ធសាស្ត្រឬក៏គាត់អាចថាម្នាក់គាត់ខំយ៉ាងណាដែរទៅឬក៏គាត់មានអ្វីពិសេសទៅបានធ្វើឲ្យក្រុមហ៊ុនវិវត្តខ្លួនខ្លាចជាក្រុមហ៊ុនផលិតកុំព្យូទ័រផលិតទូរស័ព្ទអីដល់នៅអំឡុងទសវត្សរ៍ឆ្នាំ70 80នេះដែរទាំងកាលហ្នឹងកុំព្យូទ័រក៏វាពិបាកក្នុងការសម័យថាមានកុំព្យូទ័រប្រើដោយយួរដៃយួរអីចឹងទៀតណាអូខេជំនួសល្អតែខ្ញុំចង់បញ្ជាក់ទៅកាន់តិចក៏ប៉ុន្តែពេលហ្នឹងមិនមែនតែ2នាក់ទៅទេបន្ទាប់ពី Ronald Reagan ចាក់ចេញហើយមានមហារដ្ឋីម្នាក់បោះទុនវិនិយោគឈ្មោះគាត់ដូចជា Mike Macular yes គាត់បានវិនិយោគជា$25 លានពីដំបូងឆ្នាំ1900ជាង70ជាងអញ្ចឹងវាច្រើនហើយមុនច្រើនណាហើយពេលហ្នឹងហើយដែលធ្វើឲ្យ Steve Jobs ហើយនិង Steve Wozniak ហ្នឹងមានលទ្ធភាពក្នុងការដែលគាត់យកពេលមកអភិវឌ្ឍសមិទ្ធលទ្ធផលរបស់គាត់លទ្ធផល Apple របស់គាត់ហ្នឹងឲ្យវាប្រសើរឡើងហើយចំណុចខ្លាំងមួយទៀតហ្នឹងគឺ Steve Jobs ជាមនុស្សម្នាក់ដែលតែងតែបង្កើតអីថ្មីអញ្ចឹងធ្វើឲ្យផលិតផលរបស់គាត់ហ្នឹងគឺមានភាព unique មែនតើសំណាងតកតងជាមួយនឹងរឿងការបង្កើតរបស់ថ្មីតកតងជាមួយគ្រឿងអេឡិចត្រូនិកឬក៏បច្ចេកវិទ្យានេះខ្ញុំជឿជាក់ថាអ្នកនរគ្នានឹងនឹកសម័យឃើញ Steve Jobs មុនគេតបមកគឺ Elon Musk Steve Jobs នេះគឺជាគេហៅថាបិតាអ្នកបង្កើតរបស់ថ្មីហើយសំណាងសូមនិយាយពី Steve Jobs បន្តិចមកយើងតា Steve Jobs គាត់ពិសេសគាត់ឆ្លាតក៏ប៉ុណ្ណាទៅដែលមាន idea ថ្មីបង្កើតអ្វីថ្មីដែលសង្ឃថាការនោះគឺអត់ណាគេសម័យចេញSteve Jobs គឺជាមនុស្សម្នាក់ដែលមិនមាននឹងពេញចិត្តអីមួយទេបើយើងប្រើលទ្ធផលរបស់គាត់យើងពេញចិត្តតែយើងធ្វើការរបស់គាត់យើងហើយអត់ពេញចិត្តទេគាត់ជាមនុស្សម្នាក់ដែល strict មែនតើមិនថាជាមួយអ្នកទេឬជាមួយខ្លួនឯងទេគាត់ធ្វើអីមួយលទ្ធផលអីមួយអញ្ចឹងគាត់ស្រាវជ្រាវដល់ល្អអត់ខ្ចោះហើយគាត់សួរសំណួរទៅថាតើមានល្អជាងទៀតអត់ដល់ថ្នាក់ហ្នឹងឧទាហរណ៍ថាគាត់ដាក់ការងារឲ្យតារាឯងធ្វើអញ្ចឹងហើយតារាឯងធ្វើបានលទ្ធផលល្អហើយគាត់សួរទៀតថាមានល្អជាងទៀតដល់ថ្នាក់ហ្នឹងតែប៉ាត់ក្រុមហ៊ុនឬក៏ក្បាលមិនសិនសឹងតែអាចថាមានទស្សនៈនេះហើយបានធ្វើឲ្យក្រុមហ៊ុនមួយខ្លាចជាក្រុមហ៊ុនយ៉ាបានតែសំណាងតកតងជាមួយនឹងក្រុមហ៊ុន Apple នេះក្នុងដំណើរការពី1970ដល់ប្រហែលឆ្នាំទៀតហ្នឹងតើវាមានជួបរឿងល្អរហូតឬក៏វាជួបរឿងរកម្មកុសឬក៏ជួបរឿងបញ្ហាអីដែរទេឬក៏យ៉ាងម៉េចដែរសំណាងមិនមែនដំណើរការល្អទេដោយសារចរិតបែបហ្នឹងម្នាក់បែបហ្នឹងធ្វើឲ្យគាត់នឹងទទួលបានផលល្អផងបានអាក្រក់ផង
ដឹងថា Steve Jobs ជាស្ថាបនិកដ៏សំខាន់មួយរបស់ Apple ត្រង់ យ៉ា គាត់ក៏ត្រូវបានគេបណ្ដេញចេញដែរ មានចឹងទៀត ចឹង អានេះដូចជាឪពុកម្ដាយកូនដេញចេញយ៉ាងមិនឥឡូវខ្ញុំធ្លាប់ឮដែរតែខ្ញុំនៅឆ្ងល់តែឥឡូវមានរឿងដែលត្រូវសួរហើយតែកំតយើងថាយើងក៏ឆ្ងល់ដែរតើអាចកូនបណ្ដេញឪពុកម្ដាយចេញយ៉ាងម៉េចទៅអានឹងហេតុផលយ៉ាងម៉េចវិញ ចេះដោយសារតែពេលនោះរបៀបធ្វើការរបស់ Steve Jobs ហ្នឹងគឺតឹងរឹងចឹងហើយមានបុគ្គលិកជាច្រើនដែលអត់ពេញចិត្តប៉ុន្តែក៏គេអត់បានថាអីដែរដោយសារតែផលិតផលរបស់ដែល Steve Jobs រចនាហ្នឹងវាលោកដាច់ហើយអាចរកចំណូលឲ្យក្រុមហ៊ុនបានច្រើនចឹងណាប៉ុន្តែក្រោយមកដោយសារតែផលិតផលហ្នឹងលោកលែងសូវដាច់មានក្រុមហ៊ុនដែលប្រកួតប្រជែងដូចជា Microsoft ដូចជា HP អីគេមានផលិតផលល្អៗជាងចឹងណាមួយដោយសារ Apple ហ្នឹងបង្កើតកម្មវិធីដាក់របស់ខ្លួនឯងគឺយើងដឹងថា iOS ប្រើបានតែ Apple ទេចឹងអញ្ចឹងវាធ្វើឲ្យពេលហ្នឹងមានបញ្ហាច្រើនវាធ្វើឲ្យតម្លៃកុំព្យូទ័រថ្លៃហើយនឹងមានបញ្ហាមួយទៀតដល់ពេលក្រោយមកប្រាក់ចំណូលខ្លួនធ្លាក់ចុះក្រុមប្រឹក្សារបស់ក្រុមហ៊ុនហ្នឹងក៏សម្រេចចិត្តអត់ឲ្យ Steve Jobs លូកដៃចូលការងារក្រុមហ៊ុននេះអញ្ចឹងដោយសារគាត់អន់ចិត្តរឿងហ្នឹងគាត់ក៏បានដើរចេញពី Apple ទៅហ្នឹងជឿថាក្នុងនាមជាអ្នកបង្កើត Apple ប៉ុន្តែត្រូវបានគឺថាបុគ្គលិកឬក៏គឺថាដៃគូតបណ្ដេញចេញវិញទៅនៅពេលហ្នឹងនៅពេលដែល Steve Jobs គាត់ចាក់ចេញពី Apple ទៅតើ Apple ចាប់ដើមឬចម្រើនបន្ថែមទៀតឬក៏ចាប់ដើមថយចុះឬក៏ជួបពីបាត់អីបន្ថែមទៀតឬក៏ចាប់បាច់ដែរអូខេពេលហ្នឹងបន្ទាប់ពី Steve Jobs បានចេញទៅក្រុមហ៊ុន Apple ហ្នឹងក៏នៅតែមានប្រាក់ចំណូលធម្មតាដែរតែចាប់អង្គធ្លាក់ចុះហើយដោយសារតែ Apple ពេលហ្នឹងអត់បានផ្ដោតលើការបង្កើតថ្មីទេគឺផ្ដោតលើការកែច្នៃនៅផលិតផលចាស់ហ្នឹងមកលក់លើទីផ្សារអញ្ចឹងធ្វើឲ្យផលិតផល Apple ហ្នឹងចាញ់ដៃគូប្រកួតប្រជែងហើយខ្ញុំចង់បន្ថែមរឿងមួយទៀតរឿងដែលគួរឲ្យចង់ស្វែងមួយទៀតហ្នឹងអ្នកដែលអនុម័តឲ្យដេញ Steve Jobs ចេញពីហ្នឹងគឺលោក John Sculley ហើយ John Sculley ពីមុនគឺជា manager នៅក្រុមហ៊ុន Pepsi ហើយ Steve Jobs អញ្ជើញគាត់មកចាំថាអ្នកដែលគេត្រូវអញ្ជើញដេញគេវិញហ្នឹងហើយចុះតើតងជាមួយនឹងការបដិញនេះនៅពេលដែលការលក់ធ្លាក់ចុះអញ្ចឹងតែ Apple នៅតែជាក្រុមហ៊ុនមួយថាយ៉ាងម៉េចដែរថាជួបរឿងច្រើនដែលត្រូវអស់ស្័យហើយត្រូវដោះស្រាយដោយរបៀបណាដែរហ្នឹងណាយ៉ាអូខេពេលហ្នឹងប្រាក់ចំណូលរបស់ Apple ចំនួនធ្លាក់ចុះហើយផ្ទៃក្នុងរបស់ Apple ចាប់ដើមមានការគង្កើហើយ Steve Jobs តបពីចាក់ចេញពី Apple គាត់មិនឈប់ត្រឹមហ្នឹងទេគាត់ក៏បានទៅបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Next ហ្នឹងប៉ុន្តែក្រុមហ៊ុនហ្នឹងក៏អត់ទាន់រកប្រាក់ចំណូលឲ្យ Steve Jobs បានច្រើនដែរពេលហ្នឹងគឺរឿងមួយដែលធ្វើឲ្យ Steve Jobs ទទួលបានប្រាក់ចំណេញច្រើនហើយខ្លាចជាគេហៅថា millionaire ហ្នឹងគឺការទិញយកក្រុមហ៊ុន Pizza ក្រុមហ៊ុនគេ Pizza តែតោគេដែរ Pizza គឺជាក្រុមហ៊ុនធ្វើ animation ភាពយន្តក្រោយមកដោយសារតែ Pizza ហ្នឹងខ្លាយជាក្រុមហ៊ុនមួយដែលលេចធ្លោក្នុងការដែលធ្វើរឿងភាពយន្ត graphic ដែលប្រើកុំព្យូទ័រអញ្ចឹងណាក្រោយមកដោយ Disney ចាប់អារម្មណ៍ទៅលើការធ្វើ graphic របស់ Pizza ហ្នឹង Disney ក៏បានទិញយក Pizza ផ្ទាល់ម្ដងហើយធ្វើឲ្យ Steve Jobs ហ្នឹងមានភាគហ៊ុននៅក្នុង Disney របស់ Disney ច្រើនអញ្ចឹងធ្វើឲ្យគាត់ទទួលបានភាគលាភខ្ពស់ខ្លាចជា millionaire អញ្ចឹងវាថា Steve Jobs គាត់ខ្លាចជា millionaire នៅពេលដែលគាត់ចាក់ចេញទេអញ្ចឹងថាការនៅ Apple ហ្នឹងគាត់ក៏មានដែរប៉ុន្តែគាត់មិនមានលុយច្រើនដូចពេលដែលគាត់ចេញទេចឹងតែខ្ញុំចង់សកាត់ធ្ងន់តាក់ទងជាមួយនឹងក្រុមហ៊ុន Apple ទីការអំឡុងពី Steve Jobs ចាប់ដើមដំណើរការហើយចាប់ដើមធ្វើឲ្យក្រុមហ៊ុនខ្លាចជាក្រុមហ៊ុនមួយដែលថាលក់កុំព្យូទ័រលក់អីចឹងណានៅអំឡុងទសវត្សរ៍ឆ្នាំ70 80 90ហ្នឹងតើApple កាលហ្នឹងក្រុមហ៊ុនជាធំដែរទេឬក៏ជាក្រុមហ៊ុនតូចតាចធម្មតាដែរជាក្រុមហ៊ុនធំដែរបន្ទាប់ពីឡើងទីផ្សារទៅមានភាគហ៊ុនមេធំដុំប៉ុន្តែ Steve Jobs កាលហ្នឹងគាត់កាន់ភាគហ៊ុនអីតំណាក់ដឹងទេតើតងកាន់ភាគហ៊ុនធំដែរទេឬក៏គាត់ថាលុកទៅកាន់ភាគហ៊ុនទូទៅអីភាគច្រើនម្ចាស់ក្រុមហ៊ុនបង្កើតនោះនៅក្នុងក្រុមហ៊ុនដែលគេឡើងសាត់ហ៊ុនហ្នឹងពេលច្រើនគឺមានភាគហ៊ុនតិចតួចទេអ្នកខ្លះគាត់អត់យល់ណាតែប៉ុតមានអ្នកខ្លះមានតាមតែ 1% 2% អីចឹងណាអូខេយល់គាត់មានច្រើនដែរពេលហ្នឹងបែងចែកស្មើជាមួយនឹងSteve ញ៉ាហើយនឹងមួយទៀត My Maxilla មានស្មើប៉ុន្តែក្រោយមកអាចនឹងមានលុកភាគហ៊ុនខ្លះចេញដើម្បីប្រិច Apple ហ្នឹងណាអញ្ចឹងយើងថាការពិតទៅពេលខ្លះម្ចាស់ក្រុមហ៊ុនហ្នឹងដើម្បីក្រុមហ៊ុនរីកធំត្រូវលក់ភាគហ៊ុនចេញខ្លះគាត់អាចក្តាប់ក្រុមហ៊ុនច្រើនបានដោយសារតែត្រូវប្រមូលទុនដើម្បីប្រិចក្រុមហ៊ុនហ្នឹងមកថែមទៀត
សំណាងតកតងជាមួយនឹងការដែល Steve Jobs ចាក់ចេញហើយ Steve Jobs ទៅបង្កើតក្រុមហ៊ុនថ្មីថ្មោងនេះតើ Apple នៅពេលហ្នឹងតើគាត់ដោះស្រាយយ៉ាងណាហើយគាត់មានហៅ Steve Jobs ទៅវិញទេឬក៏យ៉ាងម៉េចដែរ ហ្នឹងបន្ទាប់ពីមានបញ្ហាហ្នឹងហើយគាត់ថា Steve Jobs បានខ្លាចជា millionaire ហើយប៉ុន្តែគាត់អត់បានពេញចិត្តជាមួយរឿងហ្នឹងឯងគាត់នៅតែពេញចិត្តជាមួយនឹងការរចនានៅ Apple គាត់ចង់ត្រឡប់ទៅ Apple វិញតែពេលហ្នឹងមានអ្នកធំអ្នកដែលមានលុយម្នាក់ហ្នឹងចង់ជះលុយប្រហែលពាន់លានដើម្បីទិញយក Apple ហ្នឹងហើយឲ្យ Steve Jobs ទៅគ្រប់គ្រងប៉ុន្តែ Steve Jobs ថាគាត់អត់ចង់ធ្វើចឹងទេគាត់ចង់ឲ្យគេមកទទួលគាត់វិញវាថាសុំអញ្ជើញគាត់ឲ្យត្រឡប់ទៅជួយសង្គ្រោះ Apple វិញយ៉ាអញ្ចឹងមានថាការគេបដិចេញហើយគឺត្រូវតែយកមុខមាត់មកវិញគឺឲ្យគេទៅអញ្ជើញមកវិញហ្នឹងហើយតែយើងឃើញថាអានេះបង្ហាញពីអត្តចរិតមួយរបៀបថាគាត់រៀង strict រៀងរឹងរូសដែរណា ហ្នឹងហើយសំណាងតកតងជាមួយការអញ្ជើញគាត់ទៅវិញតើ Steve Jobs គាត់យល់ព្រមទេហើយទៅវិញហ្នឹងគាត់បានប្រើយុទ្ធសាស្ត្រអីខ្លះក្នុងការលើកឲ្យ Apple ដំណើរការឲ្យ Apple ថារីកធំធាត់អញ្ចឹងណា អូខេពេលហ្នឹងបន្ទាប់ពីត្រឡប់មកកាន់ក្រុមហ៊ុន Apple ជាលើកទី2វិញ Steve Jobs បានរុះរើថ្នាក់ដឹកនាំច្រើនមែនតើរុះរើក្បាលសិនតើរុះរើក្បាលសិនតែម្ដងដាក់ដែលយកបុគ្គលិកពីក្រុមហ៊ុន Next មកយ៉ាងច្រើនហើយគាត់ហ្នឹងហើយហើយគាត់មានការស្នើសុំឲ្យបញ្ឈប់ក្រុមប្រឹក្សារបស់ Apple តែម្ដងដូចជាលោក John Sculley មានសូម្បីតែ Mike Mueller ដែលជាស្ថាបនិករួមមួយគាត់ហ្នឹងក៏គាត់សុំឲ្យបញ្ឈប់ដែរប៉ុន្តែដោយសារតែ Steve Jobs គោរពគាត់ខ្លាំងហើយអញ្ចឹងមុនពេលដែលបញ្ឈប់គាត់ហ្នឹង Steve Jobs ក៏បានទៅនិយាយមួយគាត់សុំឲ្យគាត់ចេញពីក្រុមឲ្យស្រួលអីចឹងណាហើយ Mike Mueller ក៏ព្រមតាមទៀតស្រួលដែរ Steve Jobs ចូលចិត្តគាត់បាទតែដល់ពេលដែលគាត់យល់ព្រមជាមួយការបដិចេញ Steve Jobs ហ្នឹងSteve Jobs មួយគាត់លឿងអកអញ្ចឹងណាក៏ប៉ុន្តែអ្នកនរគ្នាតកតងជាមួយនឹងរឿងរ៉ាវមិនថារស់ស៊ីនយោបាយឬក៏កិច្ចការទេអ្នកគ្នាក៏ប៉ុន្តែពេលខ្លះទៅយើងកុំតាំងតែងពេកដូចថាយើងប្រកាន់ច្រើនថាយើងគុំគួតម្នាក់នឹងយកហ្មងក៏ប៉ុន្តែពេលខ្លះទៅដៃគូយើងក៏អាចថាជាមិត្តយើងដែរពេលខ្លះទៅរឿងខ្លះក៏យើងមិនអាចថាគុំគុណមួយជីវិតបានទេដូចគេនិយាយថាអ្នកធ្វើកិច្ចការធំគេមិនដែរគុំបានយូរទេជាសំណាងដូច Steve Jobs ចឹងដែរគាត់ត្រឡប់ទៅវិញបើអ្នកផ្សេងណាគុំគុណច្រើនគេមិនទៅវិញទេតែសារគាត់អាចថាគាត់យល់ឃើញថាអ្វីដែលសំខាន់ផុតគឺការផលិតអ្វីថ្មីឬក៏ចង់ដឹកនាំ Apple ទៅកាន់អ្វីដែលគាត់ចង់បានអញ្ចឹងអាហ្នឹងជារឿងដែលគាត់ចង់ធ្វើអញ្ចឹងបញ្ជាក់ថាគាត់មានទស្សនវិស័យវែងឆ្ងាយគាត់មើលឃើញពីការផ្លាស់ប្ដូរលោកណាពេលដែលខ្ញុំបន្តរឿងនឹងទៀតហ្នឹងអញ្ចឹងអូខេពេលដែលគាត់ទៅកាន់ក្រុមហ៊ុន Apple ហ្នឹងដោយសារតែផលិតផល Apple នៅពេលហ្នឹងគាត់និយាយពាក្យមកឃ្លាថាផលិតផល Apple ហ្នឹងគឺស្រែ Steve Jobs និយាយទៅកាន់ក្រុមប្រឹក្សារបស់ Apple ណាពេលហ្នឹងផលិតផល Apple ហ្នឹងស្រែហើយមានអ្នកយកលុយទៅទិញផលិតផលអញ្ចឹងហើយពេលហ្នឹងគាត់ក៏ចាប់ផ្ដើមក្នុងការចាប់គេហៅថាពេលនេះឡើងមានប្រើមានតែគេហៅថាមិត្តផលប្រយោជន៍ Steve Jobs ក៏បានថាការមួយ Bill Gates ដែលធ្លាប់ជាគូប្រជែងស៊ីសាច់ឈាមក៏បានធ្វើឲ្យ Microsoft ហ្នឹងទិញពីហ៊ុនមួយចំនួនក្នុង Apple បានទៀតហើយគាត់ក៏ចាប់ផ្ដើមបង្កើតអីផ្សេងក្រៅអំពីការផលិតកុំព្យូទ័រពេលហ្នឹងគឺគាត់បង្កើត iTunes ដែលជា stock ចម្រៀងហើយយើងអាចទិញចម្រៀងពីអ៊ីនធឺណិតហើយចាក់ស្ដាប់បានក្រោយមកគាត់បញ្ចេញផលិតផលរបស់ Apple មួយទៀតគឺ iPod ហ្នឹងហើយវាពេលសម័យហ្នឹងគឺពេញនិយមអា iPod និង iTunes ហ្នឹងអ្នកនរគ្នាក៏ប៉ិតខ្ញុំគិតថាបើក្មេងៗក្រោយយើងខ្ទង់ក្មេងៗប្រហែលជាមិនសូវស្គាល់ iPod ទេតែបើបងសេរីចាស់30ជាងអីខ្ញុំជឿជាក់ថាស្គាល់ iPod ច្បាស់មែនទេដោយសារ iPod កាលសេរីនោះគឺខ្ញុំងប់នឹង iPod ដែរហ្នឹងដោយសារកាលហ្នឹង iPod ខ្ញុំអត់មានប្រើតែខ្ញុំប្រើមានបោះបងអីចឹងណាក៏ប៉ុន្តែ iPod នេះអ្នកទាំងហ្នឹងឯងការពីមុនបញ្ចូលចម្រៀងអស់រួចហ្នឹងចូលចម្រៀងអស់ហ្នឹងហើយបើ iPod នេះលេងបាត់ចម្រៀងមានមកកណោកោទឹកហើយលេងស្ដាប់មិនក៏បានដែរហើយល្បីខ្លាំងមែនតើប៉ុន្តែ iPod នេះក៏ល្បីខ្លាំងក៏ជាបរាជ័យមួយរបស់ Apple ដែរខ្ញុំធ្លាប់ទៅតាមដឹងថា iPod នេះគឺគាត់ឈប់បញ្ចេញលក់អីទៅហ៎ត្រូវហើយអញ្ចឹងតាក់ទងជាមួយនឹងក្រុមហ៊ុន Apple គឺមានរឿងច្រើនមែនតើតែសំណាងតាក់ទងជាមួយនឹងការពី Steve Jobs គាត់ទៅហើយគាត់បានការវិនិយោគពីក្រុមហ៊ុន Microsoft របស់Bill Gates ហើយតើក្រុមហ៊ុននឹងចាប់ផ្ដើមឆ្ពោះដំណើរទៅណាដែរពេលហ្នឹងគាត់ចូលទៅហើយក៏បានជួយស្ដារស្ថានភាព Apple បានវិញពីក្រុមហ៊ុនដែលធ្លាក់អង្គការមកជាក្រុមហ៊ុនដែលមានលំនឹងវិញអត់ទាន់ចំណេញទេតែអត់ខាតយ៉ាបើតារានិយាយមុនហ្នឹងថា
iPod ហ្នឹងគឺជារឿងដែលអត់ត្រូវតែខ្ញុំគិតថាត្រូវព្រោះពេលហ្នឹងយើងគិតថាលទ្ធផលហ្នឹងអត់អាចរកបានយូរប៉ុន្តែក្នុងរយៈពេលខ្លីហ្នឹងក៏បានរកប្រាក់ចំណូលបានច្រើនដែរ និយាយទៅ iPod ហ្នឹងក៏ប៉ិតចេះវាមានរឿងពីរចេះទី1ជាផលិតផលមួយដែលជោគជ័យដែរមានគេទទួលស្គាល់តែប៉ុន្តែគាត់ថាវាអាយុអត់បានវែងណាដូច iPhone យើងប្រើរហូតតចឹងទេគាត់ហ្នឹង iPod គាត់ថាពេលដែលប៉ាត់ចេញមកគឺអត់តមានគូប្រជែងអញ្ចឹងដល់ពេលយូរទៅមានទូរស័ព្ទមានអី YouTube មានអីអញ្ចឹងទៅវាក៏ចាប់ដើមធ្វើឲ្យ iPod ហ្នឹងចាប់ដើមធ្វើធ្លាក់ដែរ ហ្នឹងហើយតែថាអញ្ចឹងក៏ត្រូវម្យ៉ាងដែរតែក្រោយមកលទ្ធផលមួយដែលធ្វើឲ្យរង្គើទីផ្សារពិភពលោកនោះគឺការចេញទូរស័ព្ទដៃ iPhone ហ្នឹងហើយ ពេលដែល iPhone ប្រកាសចេញឡើង Steve Jobs បានធ្វើសន្និសីទកសែតមួយដល់កក្រៅពិភពលោក ក្រៅ ដែលគាត់អាចយកកម្មវិធីដែលធ្លាប់តែដំណើរការលើកុំព្យូទ័រមកដាក់លើទូរស័ព្ទដៃមួយបាន រឿងនេះក៏ខ្ញុំធ្លាប់បានដឹកដែរសាប៉ុន្តែកាលនោះយើងយូរអ្នកនរគ្នាគឺតាំងពី2007អីនោះអញ្ចឹងមានថាយូរមែនតើប៉ុន្តែខ្ញុំធ្លាប់បានតាមដានព័ត៌មានក៏ដឹងដែរថាកាលហ្នឹងគេភ្ជាប់តែមែនតើថាជុំទូរស័ព្ទប៉ុណ្ណេះហ្នឹងហើយញាត់គ្រប់យ៉ាងក្នុងហ្នឹងអស់ហ្នឹងហើយប៉ុន្តែចេះអ្នកគ្នានៅពេលអំឡុងហ្នឹងមានគេសរសើរហើយក៏មានគេផ្អាប់ដែរថាអូវាមិនគេមិនជឿថាសាប់ប្រើអេក្រង់ថាច់ចឹងវានឹងជោគជ័យទេហើយជាពិសេសនោះគឺ Nokia តែម្ដង Nokia នេះហើយគឺដែលមើងងាយកំពុន Apple ដែរគេថាវាមិនអាចទៅរួចទេប៉ុន្តែចង់ចាប់គឺដួលរបស់ Apple តែម្ដងតោះសំណាងបន្តទៀតមើលអញ្ចឹងមកយើងគិតថាពេលខ្លះ business អីដែលយើងគិតថាมันអាចទៅរួចគេធ្វើបានក៏ប៉ុន្តែរឿងខ្លះបើសិនជាយើងអានេះស្រាប់បទសោតខ្ញុំស្រាប់ទស្សនៈខ្ញុំណាពេលខ្លះយើងមើលស្រាលដៃគូមើលស្រាលគេទាំងដែរក៏ប៉ុន្តែរឿងខ្លះកន្លែងហ្នឹងហើយគឺធ្វើឲ្យយើងបរាជ័យទៅឬក៏ធ្វើឲ្យយើងដួលរលំដល់ខ្លួនឯងដែលយើងមើលសារដៃគូយើងឬក៏មើលសារអ្នកដទៃដែលគេថាអានេះឬក៏នោះថាគ្មានសមត្ថភាពឬក៏អីក៏ប៉ុន្តែពេលខ្លះយើងមើលឥឡូវគេអត់មានសមត្ថភាពមែនប៉ុន្តែគេនឹងខំធ្វើគេមានគំនិតគេតស៊ូឬក៏4ឆ្នាំទៀតយើងនឹងឃើញលទ្ធផលរបស់គេហើយអញ្ចឹងមិនត្រូវយើងបន្តរឿងទៀតណាបន្ទាប់ពី Steve Jobs បានបញ្ចេញiPhone ទៅលើទីផ្សារហើយវាធ្វើឲ្យល្បីកក្រើកមែនតើហើយ Apple បានសាងប្រាក់ចំណូលដ៏មហាសាលពេលហ្នឹងមិនអស់ទៅប៉ុណ្ណឹងទេគាត់ថែមទាំងបាន update កុំព្យូទ័រ Macintosh របស់គាត់ហ្នឹងទៅជាចំនួនថ្មីរហូតដល់ចំនួនដែលយើងស្គាល់ថាជា Make អីហ្នឹង Make iMac អីហ្នឹងតើគឺជាផលិតផលមួយដែលគេយើងពេលដែលរហូតដល់កើតជាគេហៅថា Apple make you luxury មានថាប្រើផលិតផល Apple ធ្វើឲ្យយើងមានអារម្មណ៍ថាយើង high soul អភិជនណាប៉ុន្តែវាប៉ាត់មែនអ្នកនៅពេលដែលយើងប្រើ iPhone ទៅវាលយមែនហើយមិនថាត្រឹមតែយើងទេគាត់ថាតារាល្បីអ្នកនយោបាយឬក៏អ្នកអីក៏គេប្រើ iPhone ច្រើនដែរសំណាងតាក់ទងជាមួយនឹងដើមហេតុអីយើងនិយាយបានច្រើនហើយប៉ុន្តែយើងចង់និយាយថានៅពេលដែលក៏ប៉ុន្តែបើយើងទាំងអស់គ្នាដឹងហើយថា Steve Jobs គាត់ដឹកនាំ Apple នេះគាត់បង្កើត Apple គឺតាំង1970ជាងអីប៉ុន្តែនៅពេលគាត់ត្រឡប់វិញហ្នឹងគឺអំឡុងគឺត្រឹមតែរយៈពេលខ្ទង់10ឆ្នាំជាងទេនៅពេលនោះគឺគាត់ចាប់ថាមនុស្សដែលឆ្នៃប្រឌិតប៉ុន្តែបែរជាជួបនឹងអក្សរគឺគាត់មានបញ្ហាសុខភាពសំដៅមើលនិយាយតិចមើលតាក់ទងជាមួយនឹងពេលដែលគាត់បញ្ហាឈឺហ្នឹងហើយការដឹកនាំគាត់រយៈពេល10ឆ្នាំជាងហ្នឹងតើជោគជ័យខ្លាំងទេហើយនៅពេលគាត់ឈឺហ្នឹងតើមានអ្នកគេបន្តវិញពីគាត់ដែរឬក៏យ៉ាងម៉េចដែរអូខេបន្ទាប់ពីត្រឡប់មកកាន់ Apple ជាលើកទី2គាត់បាននាំ Apple ទៅកាន់យុគសម័យដ៏រុងរឿងមែនទែននាំផលចំណេញដល់មហាសាលការក្រុមហ៊ុន Apple តែគេបានគេថាចេះយើងមានលុយប៉ុណ្ណាមានសមត្ថភាពប៉ុណ្ណាក៏មិនអាចទៅផ្លាស់ប្ដូរអារឿងដំណើររបស់ធម្មជាតិបានណាគាត់ក៏មានជំងឺមហារីកតែតងសុខភាពហ្នឹងហើយនៅពេលដែលគាត់មានបញ្ហាសុខភាពនេះតែគាត់ឈឺអីដែរហើយកាលហ្នឹងឈឺរយៈពេលប្រហែលហើយគាត់បាត់បង់ជីវិតហ្នឹងដោយអីសំណាក់សួរខាត់ទីបើតាមចាំអ៊ុយជាតងជំងឺតតងមួយលំពេងធ្វើឲ្យគាត់មានអាការៈស្គមស្គាំងមែនតើហើយគាត់បានស្លាប់នៅឆ្នាំ2011ហ្នឹងហើយ Steve Jobs គាត់ផាក់ដល់ពីការស្លាប់របស់គាត់ហើយអ្នកដែលបន្តវេនពីគាត់ហ្នឹងគឺលោក Tim Cook បាទ Tim Cook ហ្នឹងក៏ជាមនុស្សដែលខ្លាំងហើយនាំ Apple រីកចម្រើនខ្លាំងមែនតើនិយាយទៅអស់ពីSteve Jobs នេះហើយគឺ Tim Cook នេះហើយគឺនាំ Apple យ៉ាងនិយាយថាយើងពេលនិយាយគឺនិយាយពី iPhone និយាយពី Apple គឺនៅ Steve Jobs ប៉ុន្តែមនុស្សដែលរុញឲ្យ Apple ឡើងតម្លៃខ្លួនអត់ trillion ណាគឺ Tim Cook នេះហើយគឺ CEO នេះហើយដែលគាត់
មិនមែនជាមនុស្សដែលធម្មតាទេដល់គ្នាប៉ុន្តែខ្ញុំចង់រំលឹកទៅតិចតងជាមួយ Steve Jobs ដែលគាត់បាត់បង់ជីវិតហ្នឹងក៏ប៉ុន្តែនៅពេលគាត់បាត់បង់ជីវិតហ្នឹងអ្នកនរគ្នាខ្ញុំនិយាយស្មោះត្រង់កាលហ្នឹងនៅស្រុកយើងមិនទាន់សូវមានស័ព្ទអីល្បីល្បាញខ្លាំងទេ iPhone អីហ្នឹងខ្ញុំស្គាល់ iPhone គឺចន្លោះឆ្នាំ2012 2013ហ្នឹងទាំងដែល Steve Jobs ក៏ស្លាប់អត់ហើយខ្ញុំតែស្គាល់ iPhone ទេយើងតែស្គាល់ iPhone អីទេហើយអ្នកដែលប្រើ iPhone ពេញស្រុកខ្មែរយើងចន្លោះ16 17នេះទេតែអ្នកប្រើច្រើននោះអញ្ចឹងណានឹងមើលតែបើយើងត្រឡប់ទៅមើលវីដេអូគាត់ពេលគាត់ធ្វើសន្និសីទម្ដង Steve Jobs និយាយមកវ៉ាវយើងមានអារម្មណ៍ថាគាត់និយាយមកពូពេញនៅ power ពូពេញនៅអំណាចហ្មងក៏ប៉ុន្តែគាត់ជា marketing ដែរគាត់ធ្វើគាត់និយាយថាអ្នកដល់ពេលគេឈានដល់ចំណុចហ្នឹងណាតំណាងគាត់មានកម្រិតច្រើនមែនតើគាត់តែគាត់ធ្វើតិចតួចក៏គេចាប់អារម្មណ៍ដែរគេថាគាត់មកចាំមកតនលទ្ធផលគាត់បង្ហាញគាត់របៀបធ្វើគាត់ឡើងបទបង្ហាញហ្នឹងគាត់ធ្វើពីហ៊ុនឡើងថ្លៃហើយគឺនិយាយទៅគាត់តែងតែមានអីដែលភ្ញាក់ផ្អើលទៅកាន់ពិភពលោកតែម្ដងសម្រាប់ខ្ញុំសូមឥឡូវវីដេអូយើងរៀងបន្តិចណាប៉ុន្តែខ្ញុំចង់និយាយបន្តិចតាក់ទងជាមួយនឹងរឿង Apple ឬក៏ iPhone នេះខ្ញុំនៅតែសារក្រុមហ៊ុន Apple ខ្ញុំដឹងថានៅទីផ្សារអន្តរជាតិយ៉ាងម៉េចតែទីផ្សារខ្មែរយើងខ្ញុំអាចឃើញធ្វើគេថាពាណិជ្ជកម្មឬក៏អីសោះតែម្ដង iPhone គឺថាគេចេញមកគឺយើងនេះហើយអ្នកធ្វើពាណិជ្ជកម្មឲ្យគេធ្វើទីផ្សារឲ្យក្រុមហ៊ុន iPhone តែម្ដងជាពិសេសអ្នក review គឺគាត់តែងតែឬក៏អ្នកនេះគឺតែងតែរំលេច Apple ចេញចុះទោះបីជា Apple ចេញមិនទឹក update មែនក៏យើងរិះគន់អាពាក្យរិះគន់ក៏ខ្លាចជាទីផ្សារគេដែរហេតុអីសំណាងបាន Apple គាត់ប្រើយុទ្ធសាស្ត្រអីបានធ្វើឲ្យដល់ថ្នាក់ថាមិនសូវជាប្រើទីផ្សារមិនសូវជាធ្វើទីផ្សារតែអ្នកដទៃគឺលើកពី Apple ច្រើនមែនទែនដោយសារតែ Apple លក់ទំនុកចិត្តមានថាផលិតផលរបស់ Apple មួយគេធ្វើចេញមកវាមានគុណភាពហើយវាមានភាពប្រណិតទៀតដល់ពេលអញ្ចឹងមនុស្សជឿទុកចិត្តក្រុមហ៊ុនមួយហ្នឹងអញ្ចឹងផលិតផលដែលចេញក្រោយមកសឹងថាមិនទាន់បានឃើញហ្នឹងអ្នកខ្លះត្រៀមលុយទិញហើយយើងមើលតា iPhone 17ឥឡូវខ្ញុំទាំងអស់គ្នា iPhone 17នេះអាពណ៌តក្រូចហ្នឹងកុំថាតែទូរស័ព្ទគាត់តែគេខ្នើយក៏មាន17ហើយធំដាក់ហ្នឹងអីក៏មានដែរចេះតែអីក៏មានដែរសរសើរមែនតើដែលគាត់ធ្វើឲ្យល្បីមែនតើតែឥឡូវយើង back មកក្រោយបន្តិចឬក៏តាក់ទងជាមួយនឹងលោក Tim Cook នេះសម្រាប់យើងនិយាយតាក់ទងជាមួយក្រុមហ៊ុន Apple ក្រោមការដឹកនាំរបស់លោក Tim Cook នេះតើគិតត្រឹមឆ្នាំ2024 25យើងនេះតើ Apple មានផលិតផលអីថ្មីច្រើនដែរទេឬក៏យ៉ាងម៉េចដែរមានបច្ចេកទេសដល់ iPad មានគេអាហ្នឹងគេហៅគេវីរ៉េពាក់មើលប្រភពនេះគេមើលប្រភេទគេហៅគេគេហៅ Visu គេនេះ Apple Visu Pro ប្រាប់គាត់ថាពាក់មើលបានហ្នឹងហើយសាបេនតាណាយើងថាបានយើងនេះអាហ្នឹងពាក្យគេឈ្មោះពាក្យអីចាំអត់បានដែរ Vision Pro អីហ្នឹងហើយស្រាប់មើលគេហៅប្រភេទមើល Metaverse អីចឹងទៅតែផលិតផលដែល Apple ជោគជ័យខ្លាំងគេគឺជាគេដែរហ្នឹង Apple ជោគជ័យគេបំផុតគឺ iPhone ហើយនិង MacBook មកសំទោសមែន MacBook គេនិយាយថាកុំព្យូទ័រប្រភេទ Mac មិនថា iMac ឬ MacBook អីទេតែធ្វើឲ្យរុញឲ្យផលិតផល Apple ហ្នឹងល្បីខ្លាំងមួយទៀតយើងចង់និយាយរឿងហ្នឹងដែរតារាមានចាប់អារម្មណ៍អត់ឆ្ងល់អត់មិនបានផលិតផលរបស់ Apple ភាគច្រើនមានពាក្យនាំមុខដែលឆ្ងល់ប៉ិតជាឆ្ងល់មែនតើដោយសារពាក្យអានេះគេប៉ិតឥឡូវក៏មានពាក្យអាយដែរដោយសារគេ Apple អ្នកនាំអាអញ្ចឹងហេតុអីគឺអ្នកនាំឲ្យមានពាក្យអាយគឺ Steve Jobs គាត់ចង់និយាយថាខ្ញុំអ្នកច្នៃបង្កើតហ្នឹងចឹងគេបង្ហាញពីផលិតផលមួយបង្ហាញពីអត្តសញ្ញាណរបស់គាត់អញ្ចឹងគាត់បានប្រើពាក្យនាំមុខហ្នឹងគឺ i មិនថា iPhone iPod iMac iTunes iPad ឃើញអត់សុទ្ធតែមាន i ទាំងអស់អញ្ចឹងអាហ្នឹងហើយគឺជាអាចថាជាអត្តសញ្ញាណមួយរបស់ Steve Jobs ដែលគាត់កប់នៅក្នុងផលិតផលរបស់គាត់ណាសំណាងតកតងជាមួយនឹងក្រុមហ៊ុន Apple យើងនិយាយបានច្រើនហើយតកតងជាមួយSteve Jobs ក៏យើងនិយាយបានច្រើនដែរហើយយើងត្រឡប់មកវិញតកតងជាមួយនឹងក្រុមហ៊ុន Apple នេះឥឡូវនេះគឺមានតម្លៃទីផ្សារប្រហែលប្រមាណដែរហើយក្រុមហ៊ុន Apple នេះវាចាក់គ្រឹះខ្លាំងកម្រិតណាទៅដែលធ្វើឲ្យក្រុមហ៊ុនដទៃទៀតពិបាកក្នុងការបញ្ចេញតែព្រោះទូរស័ព្ទក្រុមហ៊ុនទូរស័ព្ទក៏ច្រើនក្រុមហ៊ុនកុំព្យូទ័រក៏ច្រើនតែនៅតែផ្ដួលគេហៅផ្ដួលប្រភេទ Apple នេះប្រភេទដូចថា Mac i ឬក៏ iOS នេះគឺមិនបានសោះមកជាពិសេសប្រព័ន្ធ iOS នេះគឺជាប្រព័ន្ធមួយដែលតាន់មែនតើគេនិយាយថាសឹងតែ hack មិនបានណាតែគេ hack បានតែគឺថាគេប្រាប់គេថាសឹង hack មិនបានណាសម្រាប់និយាយមើលតើយ៉ាងម៉េចដែរបើតាមទីផ្សារបច្ចុប្បន្ន Apple មានតម្លៃជាង2 trillion ដុល្លារនិយាយទៅធំជាងសេដ្ឋកិច្ចប្រទេសមួយចំនួនធំឆ្ងាយធំឆ្ងាយធំយ៉ាងមិនថាក្រុមហ៊ុនមួយតម្លៃគេហ៊ុនធំជាងបណ្ដាប្រទេសមានមួយ
ចឹងវាថាក្រុមហ៊ុននេះមិនធម្មតាទេ ចឹងបានឃើញសារ៉ាអាមេរិកខ្លាចជាប្រទេសមហាអំណាចមួយអ្នកនរគ្នាព្រោះអីមិនមែនជាលេងសើចទេដែលសារ៉ាអាមេរិកគឺមានក្រុមហ៊ុនធំៗជាក់ដែលមានតម្លៃ trillion នេះគឺច្រើនមែនទែនដូចជាក្រុមហ៊ុន HP យ៉ាគឺច្រើនដូច Microsoft អីនេះ Facebook អីនេះ Tesla នេះគឺច្រើនមែនទែន ចឹងមិនថាអាហ្នឹងយើងនិយាយថាវាជា power មួយរបស់ប្រទេស នេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចអ្នកនរគ្នាមិនលេងសើចទេរឿងនេះចាំថាពេលខ្លះទៅនៅស្រុកយើងគួរតែមានថាក្រុមហ៊ុនដែលគាត់មានការច្នៃប្រឌិតតទៅជាមួយនឹងគ្រឿងបច្ចេកវិទ្យាខ្លះទៅព្រោះឯបច្ចុប្បន្នខ្ញុំនិយាយស្មោះត្រង់ណានៅស្រុកខ្មែរយើងភាគច្រើនគឺគាត់មិនសូវជាគិតរឿងក្រុមហ៊ុនបច្ចេកវិទ្យាឬក៏ការច្នៃប្រឌិតអីទេភាគច្រើនគឺយើងធ្វើអីតាមតែគ្នាថាឥឡូវយើងខ្ញុំមិនចង់និយាយប៉ះពាល់អីទេតែឧទាហរណ៍ថាយើងរត់លេងគឺយើងរត់លេងទាំងអស់គ្នាថាយើងអត់មានបង្កើតអ្វីដែលថ្មីឬក៏សុខសាស្ត្រជាអ្វីដែលថាជួយឲ្យសេដ្ឋកិច្ចយើងឬក៏ក្រុមការងារឬក៏ប្រជាជនយើងមានការធ្វើទេពីច្រើនយើងធ្វើឲ្យយើងបែរជានាំលទ្ធផលពីប្រទេសគេមកទៀតចឹងណាយើងអត់បង្កើតប្រទេសយើងទៀតអាហ្នឹងគឺជាកត្តាមួយដែលធ្វើឲ្យសេដ្ឋកិច្ចយើងក៏រៀងពិបាកដែរដូចអាមេរិកនេះក៏យើងយកជាគំរូចិននេះក៏ជាគំរូយើងដែរក៏ប៉ុន្តែរឿងខ្លះសិតសឹងតែកាត់ចេញពីកថាការច្នៃចែកជាដើមដូចជាក្រុមហ៊ុន Apple ជាដើម លោកការច្នៃប្រឌិត សំណាងយើងនិយាយគ្នាអាចចិត្តឲ្យវីដេអូក៏រៀងវែងទៀតហើយអ្នកនរគ្នាវីដេអូមួយគឺសិតសឹងវែងមែនទែនឥឡូវតែចង់ឲ្យសំណាងបន្ថែមមើលតើមានអីបន្ថែមទៀតទេហើយចង់និយាយអីទៀតទេតកតងជាមួយនឹងក្រុមហ៊ុន Apple នេះ សម្រាប់រឿងតកតងមួយក្រុមហ៊ុន Apple យើងនិយាយបានច្រើនហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចចង់ដឹងរឿងបន្ថែមទៀតអ្នកអាច research បន្ថែមជាពិសេសចង់ឲ្យអ្នកទៅមើលវីដេអូចាស់ៗរបស់ទៅចប់រំលឹកពីគាត់ផង វាយើងសូម្បីខ្ញុំមើលឡើងវិញក៏មានអារម្មណ៍ថាវ៉ាការ present របស់គាត់មាន power Steve Jobs នេះខ្ញុំសរសើរគាត់មែនតើគាត់ស្លាប់បាត់ទៅហើយមែនតែឈ្មោះគាត់គឺអត់បាត់ទេអ្នកខ្លះខ្លាំងជាមហាថៃជាអ្នកបង្កើតអីមួយតែពេលខ្លះទៅឈ្មោះគាត់គឺគេសើរំលឹកបានទេតែ Steve Jobs នេះគឺតែយើងនឹកឃើញ iPhone Apple នេះគឺ Steve Jobs អត់ហើយគឺយើងនឹកឃើញគាត់តែម្ដងទាំងតែគាត់ក៏បានបាត់បង់ជីវិតជាង10ឆ្នាំទៅហើយអញ្ចឹងសំណាងយើងអត់មានអីទេណាអូខេយើងឥឡូវឲ្យយើងនិយាយពីតកតងមួយក្រុមហ៊ុន Apple យើងចប់តាមហ្នឹងណាព្រោះយើងនិយាយមិនវែងហ្នឹងហើយអ្នកនរគ្នាបើសិនជាចង់បានថាធានបတ်អីថ្មីទៀតអ្នកនរគ្នាអាច comment មើលតើចង់ស្ដាប់ពីអីសំណាងគាត់នឹងបកស្រាយស្ដាប់ដូចថាតកតងជាមួយ Nokia ឬក៏ Samsung ឬក៏ក្រុមហ៊ុនអីទៀតគឺពួកខ្ញុំនឹងរីករាយធ្វើជាវីដេអូឲ្យអ្នកនរគ្នាបានស្ដាប់ពេលខ្លះទៅបើទោះបីជាពួកខ្ញុំនិយាយទៅអាចថាលើកខ្វះអីតែសង្ឃឹមអ្នកនរគ្នាអាចអធិស្ឋានឲ្យបានហើយអ្វីដែលអ្នកនរគ្នាចង់បានមើលឬក៏ចង់ស្ដាប់អាច comment មកថាចង់បាន Nokia ស្ដាប់ Nokia ឬក៏ Samsung ឬក៏ក្រុមហ៊ុនអីមួយ comment មកនៅខាងក្រោមវីដេអូពួកខ្ញុំនឹងធ្វើទៀតអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំបាទតារាខ្ញុំសំណាងពួកយើងជួបគ្នានៅវីដេអូក្រោយទៀត